ចម្រើនពរញាតិញោមទាំងក្នុងនិងក្រៅប្រទេសទាំងអស់គ្នាហើយថ្ងៃនេះមានញោមស្រីម្នាក់គឺគាត់មានបញ្ហានៅក្នុងក្រុមគ្រួសារគឺជីវភាពខ្វះខាតហើយកូនកំពុងឈឺត្រូវទៅព្យាបាលនៅសៀមរាបហើយគ្រួសាររបស់គាត់ក៏ឈឺធ្លាក់ពីដើមឈើហើយមិនអាចធ្វើការងារបានឥឡូវគាត់មកសុំជំនួយដើម្បីជួយដល់កូនគាត់កំពុងតែឈឺហើយគាត់មានកូនរហូតដល់6នាក់ឯណោះហើយថ្ងៃនេះអាត្មាក៏បានជូនថវិកាជាមួយញោមដាំចង្ហាន់នៅវត្តជូនដល់50000រៀលដល់គាត់ដើម្បីយកទៅព្យាបាលកូនគាត់យកទៅធ្វើដំណើរទៅទីពេទ្យនៅខាងសៀមរាបហើយញាតិញោមមានសទ្ធាចង់ចូលរួមឧបត្ថម្ភដល់គាត់អីតាមសទ្ធាជ្រះថ្លាបើឥឡូវញោមមានអ្វីត្រូវនិយាយបើអាចនិយាយបានបាទចាខ្ញុំនិយាយចង់សូមពុកម៉ែបងប្អូនឲ្យជួយកូនស្រីបានលួយយកទៅវះកាត់នៅទីពេទ្យកំងកោអញ្ចឹងគឺគាត់និយាយអត់ចាញ់ដោយសារតែកូនគាត់ឈឺហើយញាតិញោមឃើញស្រាប់ហើយគឺកំពុងតែមានរបួសត្រូវទៅវះកាត់ឯញោមបាទត្រូវវះកាត់ព្រោះអញ្ចឹងគឺគាត់ខ្វះខាតថវិកាដើម្បីយកកូនគាត់ទៅមន្ទីរពេទ្យព្រោះអញ្ចឹងញាតិញោមមានសទ្ធាអីព្រោះចូលរួមតាមសទ្ធាជ្រះថ្លាចង់ឧបត្ថម្ភដល់គាត់អីបើមានអ្វីត្រូវនិយាយទេញោមមានអីត្រូវនិយាយទេចង់សូមពុកម៉ែបងប្អូនឲ្យជួយម្នាក់តិចបានយកកូនទៅវះកាត់ដាក់ពោះវៀនចូលវិញអញ្ចឹងគឺប៉ុណ្ណេះចុះញាតិញោមដោយសារគាត់มันអាចទប់អារម្មណ៍បានអញ្ចឹងគឺញាតិញោមឃើញស្រាប់ហើយគឺកូនគាត់មានបញ្ហានេះឲ្យខ្ញុំមកមើលរបួសតិចមកខ្ញុំត្រូវការវះកាត់ឲ្យខ្ញុំបាទត្រូវការវះកាត់បាទនេះកំពុងរបួសឥឡូវត្រូវដល់ថ្ងៃពេទ្យណាត់ទៅទៀតហើយអញ្ចឹងគឺអត់មានថវិកាអញ្ចឹងញាតិញោមចង់ចូលរួមអីក៏អាចតំណាក់តំណងមកអាត្មាបានដោយសារតែគាត់អត់មានលេខទូរស័ព្ទអត់មានអីបើអញ្ចឹងចម្រើនពរលាញាតិញោមទាំងអស់គ្នាប៉ុណ្នេះឥឡូវនេះថវិកា50000អាត្មាជូនញោមដើម្បីយកទៅព្យាបាលបើអញ្ចឹងចម្រើនពរលាបើ